វាសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកបុកគ្រឿងសមុទ្រណាបងប្អូនទាំងអស់គ្នាចាសម្រាប់បុកគ្រឿងសមុទ្រមួយមុខនេះណាបងប្អូនគឺជាម្ហូបដែលពេញនិយមខ្លាំងមែនទែនសម្រាប់បងប្អូនទាំងអស់គ្នាហើយចេះវិថាបើរសជាតិវាវិញណាថាជូរអែមហឹរគឺថាដិតណាបងប្អូនគឺថាឆ្ងាញ់ខ្លាំងហើយថានិយាយវិជាតិតែមែនទែនណាបងប្អូនដោយសារតែម្ហូបដែលគេពេញនិយមណាបងប្អូនចាហើយបងប្អូនមើលនេះកន្លែងនេះគឺថាខ្ញុំបុកដាក់រួចរាល់ដាក់ចានណាកន្លែងនេះគឺជាក្បាលវីដេអូទេបងប្អូនបានបង្ហាញជូនឲ្យបងប្អូនមើលបងប្អូននឹងនិយាយពីថាមឹកវិញគឺថានិយាយពីផុយឆ្ងាញ់មែនទែនដោយសារតែខ្ញុំអត់បានស្រស់យូរទេកន្លែងនេះបងប្អូនខ្ញុំដាក់ស្រស់តែប្រហែលជា1នាទី2នាទីទេបងប្អូនហើយឥឡូវថាកន្លែងនេះដល់វគ្គភ្លក់ឲ្យបងប្អូនមើលបើថាឲ្យបងប្អូនបានលេបទឹកមាត់លេបទឹកកនតែចឹងណាបងប្អូនចាដាក់មួយម៉ាត់ទៅនិយាយពីថាជាតិណាបងប្អូនចាឆ្ងាញ់ខ្លាំងដោយសារតែណាមួយវារបស់យើងក៏ស្រួយមឹករបស់យើងក៏ផុយចឹងណាបងប្អូនចាហើយជាមុនដំបូងខ្ញុំយកមឹកខ្ញុំមកស្រោះទុកសិនចឹងណាបងប្អូនហើយកន្លែងនេះបងប្អូនលាងហើយបងប្អូនធ្វើមឹកយកឲ្យស្អាតមកបងប្អូនមានពគាដាក់ពគាមកថាមានមឹកក៏ដាក់មឹកដូចខ្ញុំមកចឹងណាបងប្អូនចាថាមានអីបងប្អូនដាក់ទៅឲ្យថាបងប្អូនមានចឹងណាហើយខ្ញុំស្រោះឲ្យជា2នាទីទេបងប្អូនកន្លែងនេះមឹកយើងបើថាស្រោះយូរគឺវាស្វិតណាបងប្អូនតែថាយើងដាក់តែ2នាទីអីមកបងប្អូនឆាប់ស្រង់ហើយបងប្អូនដាក់ទៅត្រជាក់ចឹងណាចានេះមានទឹកកកយើងដាក់ទឹកកកមកដើម្បីថាមឹករបស់យើងនេះវាផុយហើយវាស្រួយល្អចឹងណាបងប្អូនចាហើយចំណែកគ្រឿងផ្សំរបស់យើងមានជាប្រហុកប៊ីចេងខ្ទឹមសម្ទេសក្រហមស្រស់ហើយក្រូចឆ្មាស្ពៃក្តៅពើស្វាយហើយការ៉ុតហើយស្ករត្នោតត្រប់ហើយនឹងភ្លេចវិញប៉ោះបងប្អូនចាវិញប៉ោះណាហើយនឹងស្ដីគួរអីចឹងមកណាបងប្អូនចាបើថាដាក់ស្ករសអីវាអត់សូវឆ្ងាញ់បងប្អូនដាក់ប្រើស្ករត្នោតហើយចំណែកគ្រឿងសាច់ខ្ញុំមានមឹកហើយនឹងពគាចឹងណាបងប្អូនចាហើយមឹករបស់ខ្ញុំបានស្រស់ឲ្យបងប្អូនបានឃើញហើយតែបើពគាខ្ញុំទុកបែបឆៅចឹងណាបងប្អូនហើយពគាណាបងប្អូនកុំភ្លេចដាក់សូដាហើយលាងទឹកអំបិលផងចាហើយកន្លែងនេះដល់វគ្គយើងមកបុកម្ទេសហើយបងប្អូនចាយើងបុកម្ទេសស្រស់យើងជាមួយនឹងខ្ទឹមណាបងប្អូនកន្លែងនេះបងប្អូនបើមានម្ទេសស្រួយបងប្អូនដាក់ទៅចាម្ទេសក្រៀមរបស់យើងលេងបងប្អូនចាហើយបន្ទាប់មកចិត្តត្រាប់ដាក់ពីផ្លែទៅបងប្អូនចូលចិត្តក៏ដាក់ទៅមកចូលចិត្តក៏មិនបាច់ដាក់ក៏បានដែរត្រាប់ពីផ្លែបងប្អូនចិត្តដាក់មកចាហើយបន្ទាប់មកទៀតស្ដីគួរណាបងប្អូនស្ដីគួរបងប្អូនដាក់4 5ម្សៅដូចខ្ញុំចឹងមកដើម្បីថាវាបន្ថែមរសជាតិបុកមឹកបុកពគារបស់យើងឲ្យកាន់តែឆ្ងាញ់ចឹងណាបងប្អូនហើយបន្ទាប់មកទៀតយើងដាក់ទឹកប្រហុកចូលចាប្រហុករបស់យើងដាក់ពីលព្រាអីចឹងមកដាក់ទាំងសាច់ដាក់ទាំងកាដាក់ទាំងទឹកអីចឹងមកបងប្អូនឲ្យវាឆ្ងាញ់ចឹងណាហើយកន្លែងនេះខ្ញុំបន្ថែមទឹកទុំអំពិលពីលព្រាផងបងប្អូនបើថាយើងអត់ដាក់ឆ្ងាញ់ទេដាក់តែក្រូចឆ្មាក៏វាស្ទើរគ្រឿងចឹងណាបងប្អូនចាហើយបន្ទាប់មកទៀតនេះដាក់ស្ករត្នោតមកលព្រាបាយអីចឹងមកចាហើយបន្ទាប់មកទៀតណាបងប្អូនណាហើយប៊ីចេងដាក់ពីចុងពីលព្រាបាយអីចឹងមកចាហើយបន្ថែមទឹកត្រីបន្តិចទៀតដើម្បីថាបង្កើតរសជាតិមកចំណុចទៀតដែរចឹងណាបងប្អូនហើយបន្ទាប់មកទៀតយើងបុកប៉ាន់ចុះប៉ាន់ចុះប៉ាន់ឡើងត្រឡប់ទៅត្រឡប់មកពីខ្វាយខ្វាត់អីចឹងមកណាបងប្អូនចាដើម្បីថាគ្រឿងយើងវាចូលជាតិគ្នាចឹងណាដាក់មកចេញទឹកចឹងមកបងប្អូនអើយបើមិនចាស់ទេវាមិនឆ្ងាញ់ទេហ្នឹងហើយបងប្អូននេះគ្រឿងរបស់យើងវារាងម៉ត់ចឹងហើយណាហើយបន្ទាប់មកទៀតយើងបន្ថែមគ្រឿងផ្សេងដូចជាប៉េងប៉ោះហើយស្ពៃក្តោបពណ៌ស្វាយហើយនឹងការ៉ុតអីចឹងមកបងប្អូនកន្លែងនេះខ្ញុំអត់ដាក់ល្ហុងទេខ្ញុំចង់ដូររសជាតិចឹងណាចាហើយបន្ទាប់មកទៀតយើងច្របាច់ក្រូចឆ្មាចូលចាក្រូចឆ្មាយើងដាក់ទាំងសបកដាក់ទាំងអីចឹងមកបងប្អូនចាមិនបាច់ថាច្របាច់យកទឹកទេយើងដាក់ក្រូចឆ្មាដាក់ទាំងសបកដាក់ទាំងអីចឹងមកចាហើយបន្ទាប់មកទៀតយើងកូរច្របល់ក៏បានយើងបុកក៏បានឆាច់ទៅឆាច់មកអីចឹងណាបងប្អូនចានេះវល់ទៅវល់មកចឹងនេះថាតែពីថាបុករឿងយ៉ាក់ពេកនេះច្បល់ទៅច្បល់មកចាបងប្អូននេះឆាច់ទៅឆាច់មកចឹងឲ្យវាចូលជាតិគ្នាចឹងណាចាហើយបន្ទាប់មកទៀតណាបងប្អូនដាក់ពគាស្រស់របស់ខ្ញុំចូលហើយនឹងមឹកដែលខ្ញុំបានស្រស់ហើយអីហើយចឹងណាបងប្អូនហើយថាកន្លែងនេះបងប្អូនថាមានក្តាមមានអីទៀតគិតថាចង្ងាញ់យ៉ាងណាហ្នឹងបងប្អូនដោយសារតែខ្ញុំអត់មានតែខ្ញុំដាក់តែប៉ុណ្ណេះទៅចាហើយគ្រឿងរបស់យើងច្បល់ទៅច្បល់មកឲ្យវាចូលជាតិគ្នាចឹងណាចាក្វីចូលក្វីឡើងណាថាបងប្អូននេះភ្លក់មើលផងណាបើថាល្មមបងប្អូនថែមថយតាមនឹងទៅចាហ្នឹងអូខេហ្នឹងហើយបងប្អូនគ្រឿងរបស់ខ្ញុំបុករួចរាល់ហើយនេះឥឡូវថាចាក់ដាក់ថាឲ្យបងប្អូនមិនថាអីថាមួយចានប៊ឺណាថាថាប៊ឺគ្នា3 4 5នាក់អីដាក់មួយឆ្អែតមកតឹងពោះបដ ாய் ណាបងប្អូនអើយនិយាយពីថាកន្លែងនេះណានិយាយពីថាមឹកដែលយើងស្រស់តែ1នាទី2នាទីនិយាយពីថាវាផុយស្រួយឆ្ងាញ់យ៉ាងណាហើយនិយាយពីពគាវិញគឺថាផ្អែមដោយសារតែបងប្អូនយើងលាងជាមួយសូដាផងលាងជាមួយទឹកអំបិលផងគឺថាឆ្ងាញ់យ៉ាងណា
ហើយណាមួយពេញប៉ោះបើយើងក៏មិនបានចិត្តទៀតគឺថាយើងដាក់ទាំងមូលដោយសារតែវាក្របទុយល្អតែក៏ដាក់មួយម៉ាត់តែក៏គ្រៀបគ្រួបហើយជាមួយនឹងត្រាប់ជាមួយអីយើងសិតតែរបស់ធម្មជាតិយើងដាំខ្លួនឯងផងគឺថាពីល្អបងប្អូនអើយថាឥឡូវគឺថាដល់វគ្គយើងសាកឲ្យបងប្អូនភ្លក់មើលណាបងប្អូនចាដួសមួយម៉ាត់ទៅក៏និយាយពីដាក់ទៅក៏បងប្អូនអើយថាឆ្ងាញ់យ៉ាងណាទៅជាតិវារសជាតិវានឹងជូរដិតណាបងប្អូនជូរដិតជូរអែមប្រៃអីបងប្អូនបើថាបុកពគាបងប្អូនដាក់ទៅជូរអែមប្រៃហិលលើថាឆ្ងាញ់យកទៅណាមិនអស់ទេបងប្អូនចាហ្នឹងហើយបងប្អូនទាំងអស់គ្នាខ្ញុំក៏អរគុណបងប្អូនអរគ្នានិយាយពីថាមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់ណាបងប្អូនកុំភ្លេចជួយ share វីដេអូនេះឲ្យបានច្រើនផងបងប្អូនហើយនឹង follow page នាងខ្ញុំម្នាក់មួយផងចាដើម្បីទទួលបានវីដេអូថ្មីទៀតអីចឹងណាបងប្អូនបើមានកន្លែងណាខុសឆ្គងអីសូមបងប្អូនអធិស្ឋានផងចាអរគុណច្រើនជម្រាបលា